ការពីខ្ញុំទៅបាន Skin Florence Collector នឹងដំបូងខ្ញុំសិតតែបដិញ្ញាចិត្តថានឹងយក Top Global ឲ្យបានតែវាគ្មានតែអាចស្អីទេអ្នកគ្នាខ្ញុំចូលលេង rank គេបានចោលរហូតដល់ពេលគេបានចោលពេកទៅខ្ញុំអស់អារម្មណ៍លេងហ្មងអ្នកគ្នាវាមិនដែរអាណា10ម៉ាច់គេបានចោលចង់6 7ម៉ាច់ឯងសួរថាឲ្យអាប់ top តាមប្រហោងណាអ្នកគ្នាហើយធម្មតា hero នៅវាជាប្រភេទ hero support ទៀតអញ្ចឹងទោះបីយ៉ាងណាក៏យើងពឹងទៅលើ team ដែរអ្នកគ្នាបើសិនជាយើង heal ខ្លាំងល្អប៉ុណ្ណាតែបើ team យើងអត់ចេះលេងក៏เกมនឹងចាញ់ដែរអ្នកគ្នាហើយខ្ញុំពិតជាសរសើរទៅលើ player Florence ខ្លាំងមែនទែនដែលគាត់បកកែលេងបាន top global top Cambodia អីចឹងណាអ្នកគ្នាគឺខ្ញុំសរសើរមិនសរសើរទេគឺខ្ញុំលើកតងសតចាញ់ហ្មងព្រោះមានអារម្មណ៍ថាពិបាកអ្នកគ្នាវាមិនដែរណាគេបែនចោលរហូតចឹងនោះ hero ស្អីតែប៉ុន្តែខ្ញុំក៏លេង Angela ដែរអ្នកគ្នា Angela ទៅបីមានគេបែនច្រើនប៉ុន្តែអត់ដល់ Florence ទេអ្នកគ្នាខ្ញុំឃើញ player Florence ខ្លះក៏ដៃ Florence តែដោយសារតែគេបែន Florence គាត់ចោលពេកចឹងទៅគាត់លេង Angela ឡើងបាន top វិញណាអ្នកគ្នាដល់ពេលទៅខ្ញុំចង់ search វិញមានអារម្មណ៍ថាដល់ player Florence ខ្លាំងមែនតើហ្មងធម្មតាមួយ season តែមួយ season វាតែមាន hero patch គេតែយើងខ្លាំងយីត្រូវបែនចោលហើយអ្នកគ្នាប៉ុន្តែភាគច្រើនណា Florence គេបែនចោលរហូតមកខ្ញុំអត់ដឹងមិនទាំងតែគ្នាមិនសូវជាខ្លាំងអីណាផងបើគ្នាយើងបញ្ចូលចំអ្នកគ្នាសួរ player Florence ទៅគឺដឹងទៅបីជា hero នឹងវា heal ឈាមល្អប៉ុណ្ណាក៏ដោយតែបើសិនជាថា team យើងអត់ចេះពីរបៀបចូលវាយឬមួយក៏ដឹងថា hero នឹងមានប្រយោជន៍មិនក៏ game នឹងវាអត់ស្រួលក្នុងការឈ្នះដែរអ្នកគ្នា Florence ខ្ញុំ400ម៉ាច់ដែរតែក៏មើល win rate ដូចអុក no ពេលខ្លះខ្ញុំចង់លេង Florence ពី MM ហ្មងអ្នកគ្នាហត់ក្នុងការ heal គេពេក